តែយើងគូនិយាយអ្វីឲ្យសមចំពោះឪពុកប្រភេទនេះឪពុកនេះបានរំលោភកូនស្រីរបស់ខ្លួនដែលមានអាយុទៅតែ3ឆ្នាំតែប៉ុណ្ណោះដែលក្មេងកំពុងតែចេះដើរបន្តិចបន្តួចទំបីតែនិយាយក៏និយាយមិនទាន់ច្បាស់ឪពុកនេះបានទៅរំលោភកូនស្រីរបស់ខ្លួនសម្រេចបានមួយលើកបងប្អូននេះគឺជាមុខឪពុកម្នាក់ដែលបានរំលោភកូនស្រីរបស់ខ្លួននៅក្នុងមូលដ្ឋានខណ្ឌដង្កោនៅផ្ទះជួលមួយកន្លែងដែលជាផ្ទះជួលរបស់គេដើមរឿងឪពុកនេះគាត់មានកូនប្រុសមួយនិងស្រីមួយមានតែមានកូន2នាក់ជាមួយនឹងម្ដាយប្រពន្ធចឹងទៅមានគ្រួសារលក្ខណៈម្ដាយកូនម្ដាយឪពុកកូននៅថ្ងៃកើតហេតុនៅថ្ងៃទី8ខែមិនិនាឆ្នាំ2025នេះម្ដាយដែលត្រូវជាភរិយារបស់ឪពុកចិត្តដេរិឆាននេះគាត់ទៅធ្វើការដោយទុកកូន2នាក់របស់គាត់ហ្នឹងកូនប្រុសមួយដែលជាកូនច្បងនិងកូនស្រីដែលជាក្មេងតូចរងគ្រោះហ្នឹងនៅជាមួយនឹងឪពុកបកើតហ្នឹងនៅពេលដែលម្ដាយចេញទៅផុតកូនតូច2នាក់ប្រុសមួយស្រីមួយនឹងកំពុងតែលេងជាមួយគ្នាក៏ដូចជាកំពុងតែដេកលេងជាមួយគ្នានៅក្នុងបន្ទប់នៅវេលាម៉ោង1:30នាទីរសៀលឪពុកនេះបានមកដល់ផ្ទះហើយបានឃើញកូន2នាក់នៅក្នុងបន្ទប់ក៏មានអារម្មណ៍បែកកំណត់មួយឲ្យកូនប្រុសដែលត្រូវជាកូនច្បងនឹងចេញពីបន្ទប់រួចហើយបុរសដែលជាឪពុកនឹងក៏បានចាក់សោទ្វារខាងក្នុងចិត្តតែម្ដងបន្ទាប់ពីឲ្យកូនប្រុសដែលជាកូនច្បងនឹងទៅក្រៅបន្ទប់នៅសល់តែកូនស្រីនិងឪពុកនឹងតែប៉ុណ្ណោះបន្ទាប់ពីចាក់សោទ្វារហើយអីហើយឪពុកនោះក៏បានអោបថើបកូនរបស់គាត់រួចហើយក៏ស្ទាបអង្អែលប្រដាប់ភេទអីចឹងទៅហើយក៏ធ្វើសកម្មភាពរំលោភបានសម្រេចតែម្ដងចំនួន1លើកដែលធ្វើឲ្យកូនស្រីនោះគាត់មានអាការៈស្លេកស្លាំងនិងក្តៅខ្លួនខ្លាំងមែនទែនបន្ទាប់ពីឪពុកចិត្តអេឆាននេះបានរំលោភសម្រេចបន្ទាប់ពីម្ដាយចេញពីធ្វើការមកដល់ផ្ទះវិញក៏បានឃើញកូនស្រីមានសភាពស្លេកស្លាំងនិងក្តៅខ្លួនហើយក៏បានសួរថាកូនស្រីកើតអីកូនស្រីនោះគាត់និយាយទាំងមិនសូវច្បាស់ព្រោះក្មេងទៅអាយុតែ3ឆ្នាំគាត់បាននិយាយថាឪពុកបានចាប់ហែកជើងរបស់គាត់និងយកដៃលេងរបស់គាត់អីចឹងទៅរហូតមានការយកប្រដាប់របស់ឪពុកទៅរួមរយៈជាមួយនឹងកូនអញ្ចឹងហើយម្ដាយគាត់ក៏បានឃើញនៅប្រដាប់របស់កូនរបស់គាត់នឹងមានសារទឹកកាមអញ្ចឹងហើយក៏ម្ដាយគាត់សម្រេចយកកូនទៅពិនិត្យនៅក្នុងមណ្ឌលសុខភាពបង្អែកខណ្ឌដង្កោនៅពេលដែលទៅហើយពេទ្យក៏បាននិយាយថានៅក្នុងប្រដាប់របស់កូនគឺពោពេញទៅដោយទឹកកាមបុរសអញ្ចឹងហើយម្ដាយគាត់បានឃើញបែបនេះក៏បានទៅដាក់ពាក្យបណ្ដឹងនៅអធិការនគរបាលខណ្ឌដង្កោរហូតឈានដល់ការឃាត់ខ្លួនឪពុកចិត្តដេរិឆាននេះនៅពេលដែលឃាត់ខ្លួនឪពុកចិត្តដេរិឆាននេះក៏បានសារភាពថារូបខ្លួនបានរំលោភកូនស្រីបានសម្រេចចំនួន1លើកហើយការរំលោភនេះគឺដោយសារតែរូបខ្លួនបានបាត់បង់ស្មារតីនេះតាមការបញ្ជាក់ពីឪពុកដែលបានរំលោភកូនស្រីនេះបងប្អូននៅពេលនេះកម្លាំងនៃអធិការនគរបាលខណ្ឌដង្កោរកំពុងតែធ្វើការសាកសួរព័ត៌មានបន្ថែមក៏ដូចជាកំពុងតែចាត់ការតាមនីតិវិធីត្រៀមនឹងបញ្ជូនខ្លួនឪពុកចិត្តដេរិឆាននេះទៅសាលាដំបងរាជធានីភ្នំពេញដែលហៅថាតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ពាក់ព័ន្ធនឹងលំលោភសេពសន្តិវៈអនីតិជនជ្រុះហើយជ្រុះញាក់ទៅណាក៏ឃើញតែសក់និយាយទៅក៏លោកកលៀបណាក៏ឃើញតែសក់ដែរហើយបើនិយាយពីរឿងទឹកវិញស្ទះទឹកអស់ហើយដោយសារតែរឿងសក់ហ្នឹងប្រើអីក៏មិនដែរត្រូវដែរតែឥឡូវប្រើជាមួយនឹងឈុតសាប៊ូយូវ៉ែលតែមកទឹកឲ្យឃើញប្លែកហ្មងណាសក់ក៏អន់ជ្រុះហើយសំខាន់ណាកូនសក់ដោះមកឡើងជ្រងច្រាំងហ្មងឃើញសក់ខ្លួនឯងឡើងភ្លឺលោឡើងតុនហ្មងណាភេសជ្ជៈបើកម្លាំង Power Rem អានុភាពស្ពូតភាពជោគជ័យ